តា Forex ជាអ្វីស្វាគមន៍មកកាន់ KOT Community Forex ឬ FX Foreign Exchange គឺជាទីផ្សារប្តូរប្រាក់បរទេសនិយាយឲ្យងាយយល់វាជាកន្លែងដែលគេទិញនិងលក់រូបិយប័ណ្ណផ្សេងៗគ្នាដូចជាដុល្លារ រៀល បាត យេនជាដើមនេះជាចំណុចសំខាន់អំពី Forex 1. ទីផ្សារធំជាងគេលើលោក Forex គឺជាទីផ្សារហិរញ្ញវត្ថុធំជាងគេនិងមានសិទ្ធិប្រាក់ចរាចរណ៍ច្រើនជាងគេបំផុតនៅលើពិភពលោកវាដំណើរការ24ម៉ោងក្នុងមួយថ្ងៃនៅថ្ងៃធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រព្រមវាជាប់ទីផ្សារនៅតាមមជ្ឈមណ្ឌលហិរញ្ញវត្ថុធំៗជុំវិញពិភពលោកដូចជាទីក្រុងឡុង New York, Tokyo, Singapore ជាដើម 2. គោលការណ៍នៃការប្ដូរការជួញដូរនៅក្នុងទីផ្សារ Forex តែងតែធ្វើឡើងជាគូ currency pair ឧទាហរណ៍ EUR/USD Euro/ដុល្លារអាមេរិក USD/JPY ដុល្លារអាមេរិក/យេនជប៉ុនឬ USD/KHR ដុល្លារអាមេរិក/រៀលកម្ពុជាអ្នកនឹងទិញមួយគូប្រសិនបើអ្នកគិតថាតម្លៃរបស់វានឹងឡើងថ្លៃដើម្បីចំណេញពេលលក់ចេញវិញឬលក់មួយគូប្រសិនបើអ្នកគិតថាតម្លៃរបស់វានឹងធ្លាក់ចុះ 3. អ្នកណាខ្លះចូលរួមធនាគារកណ្ដាលនិងធនាគារពាណិជ្ជដើម្បីគ្រប់គ្រងសេដ្ឋកិច្ចនិងស្ថិរភាពរូបិយប័ណ្ណក្រុមហ៊ុនអន្តរជាតិដើម្បីបង់ប្រាក់ឲ្យដៃគូក្នុងប្រទេសផ្សេងអ្នកវិនិយោគនិងឈ្មួញបុគ្គល individual traders ជាបុគ្គលទូទៅដូចយើងរៀងៗខ្លួនដែលចង់រកប្រាក់ចំណេញពីការប្រែប្រួលនៃអត្រាប្តូរប្រាក់ 4. ហេតុអ្វីបានជាតម្លៃប្រាក់ប្រែប្រួលតម្លៃរូបិយប័ណ្ណប្រែប្រួលដោយសារកត្តាជាច្រើនដូចជាស្ថានភាពសេដ្ឋកិច្ចអត្រាការប្រាក់អតិផារាផលិតផលក្នុងស្រុកសរុបស្ថិរភាពនយោបាយរបស់ប្រទេសនីមួយៗការផ្គត់ផ្គង់និងតម្រូវការនៃរូបិយប័ណ្ណនោះនៅលើពិភពលោកព្រឹត្តិការណ៍សំខាន់ៗដូចជាវិបត្តិសេដ្ឋកិច្ចឬគ្រោះធម្មជាតិ 5. ការប្រុងប្រយ័ត្ន Forex ជាការវិនិយោគដែលប្រឈមនឹងហានិភ័យខ្ពស់ជាពិសេសការជួញដូរតាមអ៊ីនធឺណិត online trading តម្លៃអាចឡើងចុះយ៉ាងឆាប់រហ័សដែលអាចធ្វើឲ្យអ្នកចំណេញច្រើនឬខាត់បាំងច្រើនក្នុងរយៈពេលខ្លីសរុបមក Forex គឺជាទីផ្សារសកលសម្រាប់ការប្តូររូបិយប័ណ្ណដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិការវិនិយោគនិងសេដ្ឋកិច្ចពិភពលោកសង្ឃឹមថាការពន្យល់នេះបានជួយឲ្យអ្នកយល់ដឹងកាន់តែច្បាស់អំពី Forex